ថ្នាំអបសក់ក៏ជាមានច្រើនណាស់នៅលើទីផ្សារវីតាមីនដែលមាននៅក្នុងថ្នាំអបសក់នឹងមានច្រើនឬតិចយើងអត់ដឹងទេថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាអំពីវីតាមីនដែលមាននៅក្នុងថ្នាំអបសក់ NRKS គឺមានសារជាតិថ្នាំអបសក់ដ៏សំខាន់គឺសារជាតិ collagen និងសារជាតិ treatment បងប្អូនដឹងទេថា treatment ហ្នឹងបកប្រែជាខ្មែរថាប្រឆាំងជាមួយនឹងការឆេះឬក៏ខូចរបស់សរសៃសក់ព្រោះនៅក្នុងហ្នឹងគឺមានប្រូតេអ៊ីនដើម្បីបំពន់ឲ្យសរសៃសក់យើងរឹងមាំហើយដើមធំទៀតផងខ្ញុំជឿថាប្រសិនបើវីតាមីននៅក្នុងផលិតផលហ្នឹងវាមានតែមួយមុខវាអត់សំខាន់ទេសំខាន់គឺមានវីតាមីនច្រើនមុខទៅវាត្រឹមត្រូវហើយត្រូវគ្រប់ស្ថានភាពជាមួយនឹងសរសៃសក់អញ្ចឹងបងប្អូនក៏លេចមកមើលការប្រើប្រាស់លើសរសៃសក់របស់ខ្ញុំវិញមើលនៅពេលដែលខ្ញុំលាបលើសរសៃសក់ដែលជំពាក់ទាំងប្រមាណគឺវាអត់មានជំពាក់ដូចមុនទេគឺឡើងរលោងមកតាមដៃយើងតែហ្មងហើយមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំទទួលបានថារលោងហើយទន់ទៀតផងអូយក្រោយពេលដែលខ្ញុំប្រើនៅលើសរសៃសក់ខ្ញុំទទួលបានថាខ្លួនឡើងក្រអូបប្រហើលហ្មងអញ្ចឹងខ្ញុំមានតែមួយនេះគឺទុកចិត្តតែម្ដងនេះសម្រាប់តែយោបល់ខ្ញុំផ្ទាល់ទេអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចសាកល្បងយកទៅប្រើបានបើសិនបើខ្ញុំនិយាយវាអាចនឹងមិនគ្រប់គ្រាន់ទេតែអ្នកទាំងអស់គ្នាអាចសាកល្បងទើបវាប្រសើរសម្រាប់ខ្លួនឯង